ភាគខាងកើតឆ្នាំ1771-73សង្គ្រាមប្រុកស៊ីម្ដងទៀតរវាងសៀមនិងយួនលើដីខ្មែរដែលទន្ទឹមគ្នានេះផងដែរសៀមកំពុងឈ្លានពាននគរឡាវយ៉ាងព្រៃផ្សាយផងហើយឆ្នាំ1778ក៏ឈ្លានពានឡាវទ្រង់ទ្រាយធំបែបវៀងច័ន្ទដែរដែលឯកសារខ្លះបាននិយាយថាសៀមសម្លាប់ឡាវឡើងរងកាលឆ្នាំ1833ទៅ1847សៀមយួនវាយគ្រាលើដីខ្មែរជាចម្បាំងដណ្ដើមអំណាចគ្រប់គ្រងលើខ្មែរឆ្នាំ1845ព្រះបាទអង្គឌួងស្នើក៏មានសន្ធិសញ្ញាសន្តិភាពរវាងសៀមនិងយួនដែលវាយតែលើដីខ្មែរឆ្នាំ1847សៀមឈ្នះហើយក៏គាំទ្រឲ្យព្រះបាទអង្គឌួងឡើងសោយរាជ្យហើយព្រះបាទអង្គឌួងក៏ចាប់ផ្ដើមរកផ្លូវទៅរកបារាំងដើម្បីឲ្យបារាំងបំបែកឥទ្ធិពលសៀមនិងយួនក្នុងរាជវង្សខ្មែរឆ្នាំ1863ព្រះបាទនរោត្តមបានចុះសន្ធិសញ្ញាអាណាព្យាបាលបារាំងលើខ្មែរឆ្នាំ1867សៀមព្រមទទួលស្គាល់បារាំងជាអាណាព្យាបាលខ្មែរហើយឈប់លូកដៃផ្ទៃក្នុងខ្មែរដោយជាការដោះដូងនឹងខេត្តបាត់ដំបងសៀមរាបនិងសីសុភ័ណ្ឌឆ្នាំ1890